បាទគ្រប់នឹងជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំអ្នកទាំងអស់គ្នាមកកាន់ទីតាំងបុកល្ហុងមួយកន្លែងគឺឈ្មោះថាបុកល្ហុងចុងឫស្សីសម្រាប់បងប្អូនដែលចូលចិត្តរសជាតិបែបហឹរជូរអែមប្រៃត្រូវមាត់តែម្ដងសម្រាប់នៅទីតាំងកន្លែងនេះនិយាយទៅបុកល្ហុងរបស់គាត់ស្រស់តែម្ដងគ្រឿងផ្សំរបស់គាត់ឈ្ងុយតែម្ដងនិយាយទៅហើយទីតាំងរបស់គាត់វិញពោរពេញទៅដោយធម្មជាតិខៀវខ្ចីតែម្ដងគឺការដេគ័រហាងរបស់គាត់គឺស្អាតមានទាំងផ្កាមានទាំងបន្ទាលមានទាំងកូនត្រីស្អាតខ្លាំងមែនទែនកូនត្រីរបស់គាត់ដាក់ចម្រុះតែម្ដងហើយឃើញកូនត្រីមួយក្បាលនេះកំពុងតែមានត្រីពោះទៀតណាពោះហើយអញ្ចឹងយើងទៅមើលទស្សនវិជ្ជាពីខាងលើដែរគឺមានទីតាំងញ៉ាំនៅក្បែរដើមឫស្សីដូចឈ្មោះហាងតែម្ដងបាទខាងលើក៏មានខាងក្រោមក៏មានបន្ទាប់មកបងស្រីក៏គាត់បានកំងបុកល្ហុងកំងកាហ្វេទីហ្នឹងមិនមែនមានតែបុកល្ហុងទេភេសជ្ជៈក៏មានកាហ្វេក៏មានហើយសាច់អាំងសាច់គោភ្លាអាំងស្រកឈាមតក់អូយជាតិនឹកឃើញស្រកទឹកមាត់តែម្ដងបាទហ្នឹងហើយដោយសារតែយើងកំងហើយឥឡូវយើងអង្គុយចាំតិចទៅអញ្ចឹងខ្ញុំក៏ប្រាប់ទីតាំងទៅកាន់បងប្អូនទាំងអស់គ្នាដែលចង់មកញ៉ាំលេងនៅទីតាំងបុកល្ហុងចុងឫស្សីហ្នឹងគឺទីតាំងរបស់គាត់គឺនៅភូមិបឹងលើឃុំខ្ពស់បាទាវស្ពានលេខ17ណាហើយបងប្អូនជិះមកពីខាងបាទបងប្អូនដែលមកពីខាងឃុំពីមៀងពេដាច់អីបងប្អូនអាចមកតាមផ្លូវបំបែកកន្លែងចំោះឈូកខាងផ្លូវមាត់ទន្លេទៅជិះរហូតទៅដល់ផ្លាកដាក់ឈ្មោះថាបុកល្ហុងចុងឫស្សីឯងតែបើបងប្អូនមកពីខាងក្រោមពីក្អមសណសណ្ដាអីអញ្ចឹងបងប្អូនអាចជិះមកមើលស្ពានលេខ17ហើយបត់មកខាងកើតមកដើម្បីទៅកាន់ផ្លូវមាត់ទន្លេទៅគឺនឹងដល់ទីតាំងហើយទីតាំងរបស់គេយើងមានកន្លែងអង្គុយលេងមានងឹងខ្យល់អាកាសយើងដឹងហើយនៅក្បែរមាត់ទន្លេអញ្ចឹងខ្យល់បែបធម្មជាតិលហើយរំភើយមកបែបលក្ខណៈគ្រួសារក៏បានមកបែបលក្ខណៈសង្សារក៏បានមកបែបមិត្តភ័ក្តិក៏បានបាទនិយាយទៅពេលបុកល្ហុងមកភ្លាមអត់បានថតទេញ៉ាំចិត្តអស់បាននឹកឃើញថតនិយាយទៅដោយសារតែមើលទៅវាទំនងឆ្ងាញ់ដល់ពេលអញ្ចឹងបួងសិនដល់ពេលអញ្ចឹងទៅភ្លេចថតហើយបើអ្នកទាំងអស់គ្នាមើលទេសភាពនៅខាងលើខាងពេលរងដាខាងអង្គុយខាងលើដើមអាស័យគេមានដេគ័របែបមានបគីមានសបើងមានអីនិយាយទៅដេគ័រមកឆ្ងាញ់តែម្ដងសម្រាប់អ្នកទាំងអស់គ្នាចង់ថតរូបលេងមានកន្លែងអង្គុយមានតុអង្គុយតែនេះមកខ្ញុំមកពេលថ្ងៃឯងដល់ពេលអញ្ចឹងទៅវាយើងក្តៅបន្តិចទេប៉ុន្តែបើអ្នកទាំងអស់គ្នាមកពេលរសៀលល្ងាចគឺស្អាតមែនទែនហើយខ្ញុំបានកាហ្វេមួយកំប៉ុងខ្ញុំកាន់ដើរឡើងមកញ៉ាំនៅខាងលើតែម្ដងទៅដោយសារតែមើលតែទេសភាពមើលស្លឹកអាស័យស្លឹកដូងខ្យល់បក់ឡើងរំភើយអ្នកទាំងអស់គ្នាគិតថាវេលាខ្ញុំទៅនេះប្រហែលជាម៉ោង3ហើយនៅក្តៅតិចប៉ុន្តែអត់មានក្តៅទេអ្នកទាំងអស់គ្នាគឺខ្យល់ត្រជាក់សួរមែនទែនខ្ញុំឡើងមកអង្គុយញ៉ាំកាហ្វេនៅខាងលើបន្ទាប់ពីញ៉ាំបុកល្ហុងហើយខ្ញុំឡើងមកអង្គុយថតលេងអញ្ចឹងណាដើម្បីឲ្យបងប្អូនបានមើលទីតាំងនេះអង្គុយមើលបែបមាត់ទឹកមើលទៅទន្លេរៀងរាល់ថ្ងៃសៅរ៍អាទិត្យសម្រាប់អ្នកទាំងអស់គ្នាដែលធ្វើការហត់នឿយចង់សម្រាកខួរក្បាលអីចង់មកអង្គុយលេងអីអញ្ចឹងអាចមកទីតាំងមកកន្លែងនេះបាននិយាយទៅគាត់មានលក់ច្រើនមែនមានទាំងអឺទឹកតឡាចមានអីមកចប់សម្រាប់បងប្អូនដែលមកចប់ជុំអីចង់ញ៉ាំទឹកតឡាចជុំគ្នាអីកោះភីអីនិយាយទៅបែបចុងសប្តាហ៍ល្អមែនទែនទេសភាពក៏ស្អាតកន្លែងក៏ស្អាតនិយាយពីអាហារកាន់តែឆ្ងាញ់បុកល្ហុងក៏ឆ្ងាញ់ម្ហូបផ្សេងក៏ឆ្ងាញ់អ្នកទាំងអស់គ្នាអាចមក relax បាននៅទីតាំងមួយកន្លែងនេះបានអញ្ចឹងអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយជម្រាបលាអ្នកទាំងអស់គ្នាបាយបាយ